ពុកម៉ែបងប្អូននេះហើយជាទង្វើចោលព្រៃឈ្លានពានចោលសៀមដែលប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាគឺវាចេះស្កប់ស្កល់វាព្យាយាមវាធ្វើគ្រប់ចូលបាយធ្វើគ្រប់បាយកលដើម្បីឈ្លានពានលើកម្ពុជាយើងគឺវាបំណងបងចង់បានហើយបងរៀបកំគ្រប់យើងបងអាចក្លាហាននៅខាងមុខទប់ទល់ជាមួយសត្រូវមិនដឹងថាក្នុងចិត្តគាត់មានកំហឹងប៉ុណ្ណាទេគាត់ទ្រាំប៉ុន្តែគាត់ស្ដាប់នេះស្ដាប់កោយស្ដាប់ស្ដាប់លើស្ដាប់បទបញ្ជាមានច្បាប់ទំនួលប៉ុន្តែពួកចៅព្រៃវាដែលគិតពីរឿងច្បាប់ទំនួលគិតតែពីការឈ្លានពានចឹងពេលដែលឃើញទិដ្ឋភាពបែបនេះពុកម៉ែបងប្អូនខ្ញុំពិតជាអាណិតដល់បងរៀបកំគ្រប់យើងមិនដឹងថាបេះដូងក្នុងបេះដូងគាត់នឹងសឹងតែផ្ទុះចេញមកក្រៅហើយដែលគាត់ទ្រាំហើយឲ្យគាត់ទ្រាំមិនដឹងថាគាត់ត្រូវទ្រាំដល់ពេលណាទៀតមិនដឹងថាគាត់ទ្រាំបានយូរប៉ុណ្ណាបងប្អូនគឺវាព្យាយាមញុះញង់យើងព្យាយាមឲ្យយើងដេកមិនបានវាអុកលុកធ្វើទុកបុកម្នេញគ្រប់សពបែបយ៉ាងមិនថានៅកន្លែងណាទេគឺគ្រប់បណ្ដាព្រំដែនកម្ពុជាថៃដែលវាអុកលុកបងកងទ័ពយើងមានពេលសាសាសម្បីតែពេលដេកពួនក៏មិនបានដេកពួនស្រួលគឺវាព្យាយាមបំផុលព្យាយាមធ្វើម៉េចឲ្យយើងទប់អារម្មណ៍មិនបានតែបងរៀបកំទប់យើងគាត់ព្យាយាមគាត់ទប់ចិត្តទប់ឡើងទប់កំហឹងទប់អារម្មណ៍គាត់បើតាមចិត្តគាត់ខឹងគាត់សឹងតែទប់មិនបាននឹងបងប្អូនសូមជួយលើកទឹកចិត្តដល់បងរៀបកំទប់យើងទាំងអស់គ្នាសូមអរគុណអត់ធ្វើក្របានអើយបាយចាំធ្វើកណ្ដោះធ្វើកណ្ដោះផ្លូវអត់មានមកធ្វើកណ្ដោះ